ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះនឹងខ្ញុំនឹងមកបង្ហាញដល់អ្នកគ្នាអំពីរបៀបដុតមាន់ជាមួយនឹងកូកាអញ្ចឹងចង់ដឹងថាតើអ្នកខ្ញុំធ្វើបែបណានិងមានគ្រឿងផ្សំអ្វីខ្លះសូមមកទស្សនាទាំងអស់គ្នាចាអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានមាន់កូកាម្ទេសព្រមទាំងគល់ស្លឹកគ្រៃផងដែរអញ្ចឹងឥឡូវនេះយើងយកមាន់នេះមកវះដើម្បីងាយស្រួលក្នុងការប្រឡាក់គ្រឿងរួចក៏ខ្ញុំទៅលាងនៅគ្រឿងផ្សំមួយចំនួនជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចក៏ដូចជាម្ទេសខ្ទឹមចាអញ្ចឹងបន្ទាប់ពីយើងលាងរួចយើងយកវាមកកាត់មកចិញ្ច្រាំដំវាដើម្បីងាយស្រួលក្នុងការយើងដាក់ចម្អិនជាមួយនឹងមាន់របស់យើងសម្រាប់រំដេងគល់ស្លឹកគ្រៃនិងស្លឹកក្រូចសើចនេះគឺយើងដាក់ដើម្បីកម្ចាត់នៅក្លិនឆ្អាបហើយឲ្យរសជាតិយើងកាន់តែឈ្ងុយឥឡូវនេះខ្ញុំនឹងយកកូកាដើម្បីទុកត្រៀមដុតមាន់របស់យើងផងដែរព្រោះមាន់របស់យើងគឺដុតកូកាអញ្ចឹងមិនអាចខ្វះកូកាបានឡើយដល់ឥឡូវយើងមកធ្វើការប្រឡាក់មាន់របស់យើងជាមួយនឹងប្រេងខ្យងម្សៅរ៉ូឌីអំបិលនិងប៊ីចេងបន្តិចអញ្ចឹងការប្រឡាក់បែបនេះដើម្បីឲ្យងាយស្រួលក្នុងការដែលមាន់យើងនឹងចូលជាតិចាបន្ទាប់ពីយើងប្រឡាក់រួចចាយើងក៏ដាក់នៅគ្រឿងដូចជាម្ទេសគល់ស្លឹកគ្រៃស្លឹកក្រូចសើចដាក់ចូលជាមួយដើម្បីយើងរងាស់ចាប់ជាតិជាមួយគ្នាចាហើយយើងក៏មានបន្ថែមជាមួយនឹងស្ពៃក្តោបផងដែរស្ពៃក្តោបនេះខ្ញុំប្រើតែមួយចំណិតទេអញ្ចឹងដើម្បីនឹងដុតជាមួយនឹងមាន់របស់យើងឲ្យមានរសជាតិកាន់តែឆ្ងាញ់ចាអញ្ចឹងបន្ទាប់ពីយើងធ្វើការលាងបន្លែរួចយើងក៏យកបន្លែមករៀបដាក់ចូលឆ្នាំងជាមួយនឹងមាន់របស់យើងចាយើងរៀបស្រោបមាន់ពីខាងក្នុងចឹងខ្ញុំរៀបបន្លែហ្នឹងពីខាងក្រៅរួចរាល់យើងក៏ចឹងយើងធ្វើការដាក់កូកាចូលទៅក្នុងឆ្នាំងរបស់យើងដើម្បីនឹងរងាស់ចោលចាចឹងកូកានេះខ្ញុំប្រើកូកានេះមួយកំប៉ុងចារួចរាល់ហើយយើងក៏គ្របទុករងចាំពេលឆ្អិនចាឥឡូវនេះយើងឃើញថាឆ្អិនគួរសមដែរក្លិនក៏ឈ្ងុយឈ្ងប់ពេញផ្ទះបាយតែម្ដងចាអញ្ចឹងបន្ទាប់ពីយើងពិនិត្យឃើញថាឆ្អិនហើយយើងក៏ដួសដាក់ថារបស់យើងមកដើម្បីយកទៅពិសាផងដែរចានឹងខ្ញុំមានតែប៉ុណ្ណេះសូមអរគុណច្រើនសម្រាប់ការទស្សនាសូមជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលា